សូមដេតេជោផ្ដាំផ្ញើសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីនិងជនភៀសសឹកដែលភៀសខ្លួនដោយសារចោរឈ្លានពានតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ធ្នូនេះសូមដេតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនភៀសសឹកសម្ដេចតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណូមពរពីយុទ្ធជនម្នាក់ពីសមរភូមិថាសូមជួយជាអំបុកល្អជាងជួយជាមីសម្ដេចយល់ថាសំណូមពរនេះសមហេតុសមផលតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងការផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តលើកឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកទៅតាមខ្លួនប្រសិនជាដាក់បាវឬការុងលំបាកដល់ការចែកចាយនៅតាមខ្សែត្រៀមជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន